តម្លៃហាងឆេងមាសអន្តរជាតិកំពុងធ្លាក់ថ្លៃនៅព្រឹកថ្ងៃសុក្រចុងសប្តាហ៍នេះយោងតាមតម្លៃទីផ្សារមាសអន្តរជាតិក្នុង TradingView នៅព្រឹកថ្ងៃសុក្រទី21ខែមិនិនានេះមាសបានធ្លាក់ចុះ$3,659ក្នុងមួយតម្លឹងឬគិតជាខ្នាតអន្តរជាតិស្មើនឹង$3,035ក្នុងមួយអោនតម្លៃមាសបានដាំក្បាលចុះនៅព្រឹកនេះក្រោយហក់ឡើងថ្លៃខ្លាំងកាលពីម្សិលមិញខណៈដែលធនាគារកណ្ដាលអាមេរិកសម្រេចរក្សាអត្រាការប្រាក់ឲ្យនៅដដែលដោយការរំពឹងនឹងភាពមិនប្រកបប្រជានៃភូមិសាស្ត្រនយោបាយនៅតែបន្តផ្ដល់កម្ដៅព្រមជាមួយនឹងភាពចលាចលនៃសេដ្ឋកិច្ចក្រោមរដ្ឋបាលលោកត្រាំសូមបញ្ជាក់ថាប្រធានធនាគារកណ្ដាលអាមេរិកលោកជេរ៉ូម ផូវែលបាននិយាយថាគោលនយោបាយដំបូងរបស់លោកត្រាំរួមទាំងពន្ធគយនាំចូលយ៉ាងទូលំទូលាយដែលធ្វើឲ្យកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកធ្លាក់ចុះនិងការកើនឡើងនៃអតិផរណាទន្ទឹមនឹងនេះដែរលោកត្រាំក៏បានរិះគន់ចំពោះការសម្រេចចិត្តរបស់ធនាគារកណ្ដាលអាមេរិកដែលរក្សាអត្រាការប្រាក់ក្នុងស្ថានភាពបែបនេះបើទោះបីជាមានទស្សនវិស័យលើការទម្លាក់អត្រាការប្រាក់ចំនួន2ត្រីមាសនៅចុងឆ្នាំនេះក៏ដោយនេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters តាមទស្សនៈអ្នកវិភាគនៅ CT បានឲ្យដឹងថាទោះបីស្ថានភាពពិភពលោកមានភាពរញ៉េរញ៉ៃបន្តិចមែនតែយើងនៅតែមើលឃើញតម្លៃមាសឡើងដល់$3,500ក្នុងមួយអោននៅចុងឆ្នាំដែលគាំទ្រដោយការការពារហានិភ័យព្រមទាំងតម្រូវការវិនិយោគខ្ពស់ផងដែរបន្ថែមពីនេះភាពតានតឹងនៅមជ្ឈមបូព៌ាបន្តកើតមានក្រោយការវាយប្រហារតាមអាកាសនៅតំបន់ហ្គាហ្សាបន្ទាប់ពីអ៊ីស្រាអែលនៅតែបន្តទម្លាក់គ្រាប់បែកដើម្បីទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងហាងឆេងមាសប្រចាំថ្ងៃព័ត៌មានសេដ្ឋកិច្ចប្រចាំថ្ងៃនិងព័ត៌មានសំខាន់ៗជុំវិញពិភពលោកអ្នកអាចតាមដានបានតាមរយៈ Channel Telegram របស់ Mastercard Academy ដែលគ្រាន់តែចុចនៅក្នុង link ដែលបានដាក់នៅក្នុង caption ខាងក្រោមវីដេអូសូមអរគុណ